ជំរាបសួរអ៊ំពូមីងយាយតាអូនទាំងអស់គ្នាអូនវិរិយាមកបង្រៀនអំពីកុំបោះសម្រាមចោលផ្ដេសផ្ដាស់ពេលដែលយើងញ៉ាំទឹកអំពៅនេះអស់យើងត្រូវយកទៅបោះចោលក្នុងធុងសម្រាមពេលដែលយើងអត់មានធុងសម្រាមទេយើងត្រូវកាន់នឹងដៃហើយចាំពេលយើងទៅតាមផ្ទះហើយចាំយើងទៅបោះចោលនៅក្នុងផ្ទះយើងទៅថ្ងៃនេះម៉ាម៉ាក់ណូវីរិយាមកថតជាវីដេអូក្នុងការបង្ហាញកុំឲ្យចោលសម្រាមផ្ដេសផ្ដាស់ក្នុងការញ៉ាំចំណីអាហាររួចយើងត្រូវយកសម្រាមទៅចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវនេះជាការបង្ហាញរបស់វីរិយាតែយើងញ៉ាំអានេះអត់យើងត្រូវបោះចោលក្នុងធុងសម្រាមដូចនៅខាងក្រោមនោះអញ្ចឹងអ្នកណាគេញ៉ាំហើយមិនយកចោលក្នុងធុងសម្រាមតោះយើងតែយើងឃើញចាំយើងបោះចោលទៅយើងត្រូវចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវអូខេ good job